មកខ្លាំងម្លេះហ៎មិននាងចាំបងមកពេញកិច្ចការរួចបងនឹងមករកអូនវិញកុំយំណាបងមិនមែនទៅឲ្យមិនមកវិញទេសាលីហ្វីអូនសូមបបបងដោះលែងហាច់កើទៅបានទេបាទបងដោះលែងគេចុះលោកម្ចាស់តូលោកម្ចាស់តូលោកមកពីរាជធានីវិញហើយសាលីហ្វីនេះជាពេលស្អីទៅហើយឯងនឹងមានអារម្មណ៍រកការសប្បាយជាមួយមនុស្សស្រីទៀតមែនទេលោកតូសោកចំអកខ្ញុំទៀតហើយពួកយើងទៅណាទៅឆាប់ទៅកន្លែងវិញទៅលោកម្ចាស់វាងចង់ជួបឯងលោកវាងចង់ជួបខ្ញុំរឿងអីទៅលោកម្ចាស់វាងឡុងចង់ជួបជាមួយនឹងហើយគឺវាងឡុងក៏វាងទៀតហើយគឺជាអ្នកណាថ្លាមធំលោកម្ចាស់វាងឡុងគឺជាឪពុករបស់លោកម្ចាស់វាងជុនអូសំទោខ្ញុំសំតែស្លាប់ណែលោកម្ចាស់វាងឡុងចង់ជួបហើយគឺព្រោះតែកំបិតអូជីទៅដល់គង់ទៅដឹងទេទៅបាទសាលីហ្វីហើយគឺឃុំនៅទីនោះគឺឃុំទុកនៅចិត្តរោងសេះខាងមុខនោះអញ្ជើញនៅឯណាមនុស្សសាលីហ្វីឯណាមនុស្សក្រែងឯងថានៅទីនេះឆាប់រកគេឃើញភ្លាមទៅទោះបីជាទៅដល់ជើងមិនក៏ដោយឯងត្រូវតែចាប់គេមកវិញឲ្យបានបើសិនជារកមិនឃើញទេយើងនឹងយកជីវិតរបស់ឯងហើយឆាប់ទៅភ្លាមតាមភ្លាមមើលក្រុមទៅទិសខាងកើតមកក្រុមទៀតទៅទិសខាងលិចត្រូវរកឃើញមិនបានជាមិនឃើញពួកគេនាំហើយកើមកជួបជាមួយយើងលោកពងចិត្តមកដល់ហើយកើរត់ទៅណាមរួចទេមានសាលីហ្វីនៅមើលហើយពិតជាមិនអីទេហើយថាម៉េចសាលីហ្វីគឺជាអ្នកទោសប្រហារជីវិតលើកមុនតើមែនទេត្រូវហើយខ្ញុំមិនសម្លាប់គេព្រោះគេគឺជាសិស្សរបស់ហ៊ូស៊ីនឡុងគេតាមលោកកំបិតអូជីឲ្យយើងនៅស្រុកសានឈីគេសម្លាប់ចោលទាំងអស់ហើយគេសម្លាប់ឪពុកហៃកើហ៊ូស៊ីនឡុងថែមទៀតមានដំណឹងល្អមួយទៀតហើយនេះរបស់ពុកខ្ញុំមិនទាន់យល់ទេបន្តិចទៀតឲ្យយល់ហើយលោកម្ចាស់អើមានរឿងអីរត់លឹមម្ល៉េះរឿងអីហើយកើរត់បាត់ហើយថាម៉េចហើយកើរត់បាត់ហើយឯណាសាលីហ្វីគេនាំកម្លាំងទៅតាមរកហើយកើបាត់ហើយសម្រាប់រាជបុត្រលើឡើងជាគំនិតឯងឥឡូវនេះបាត់សារសពរាជបុត្រហើយកើក៏រត់បាត់ទៀតថ្ងៃនេះបើរកមនុស្សមិនឃើញទេនោះ
ផែនការពុកយើងទៅរលាអស់ហើយគ្មានសល់អ្វីទៀតទេ ឲ្យខ្លាចស្អី ជំរាបលោកម្ចាស់វាំងឡុងមកដល់ការចៅហើយគាត់មកសួរសុខទុក្ខបរិយាបុត្រលើឡាង លោកម្ចាស់វាងលងគឺជាមន្ត្រីជាន់ខ្ពស់ម្យ៉ាងទៀតអាយុក៏ច្រើនគាត់ពុំខ្លាចទទួលការនឿយហត់មកដល់ការជើងនេះដើម្បីសួរសុខទុក្ខព្រះរាជបុត្រអស់ឆាប់ឡើងរៀបចំសេះព្រានទៅឲ្យលឿន បាទលោកម្ចាស់ លោកម្ចាស់មានគេមកពីអានស៊ីប្រាប់ថាលោកម្ចាស់កៅសៀនជឺកំពុងតែធ្វើដំណើរមកកាន់ការចៅហើយ ឯទៅម្ដងទៀតទៅ បាទ